នៅក្នុងវីដេអូឃ្លីបមួយនេះខ្ញុំបាទនឹងជម្រាបជូនអំពីជីវប្រវត្តិរូបសង្ខេបរបស់អាដាម ស៊ីជីនភីង ជាអគ្គមគ្គុទ្ទេសក៍និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនលោក ស៊ីជីនភីង កើតនៅថ្ងៃទី15 ខែមិថុនា ឆ្នាំ 1953 មានស្រុកកំណើតនៅហ្វូភីង ខេត្តសានស៊ី ភាគកណ្ដាលនៃប្រទេសចិនលោកមានឪពុកឈ្មោះ ស៊ីចុងស៊ុន ដែលជាអតីតសមមិត្តរបស់ប្រធានម៉ាហ្សេតុង ដែលជាស្ថាបនិករបស់គណៈបកមួយនេះលោកស៊ីជាកូនប្រុសទី2ដែលមានម្ដាយឈ្មោះស៊ីឈិនឪពុករបស់លោកជាអ្នកនយោបាយជាន់ខ្ពស់ម្នាក់និងធ្លាប់បានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីលោកស៊ីចុងស៊ុនក៏ធ្លាប់រងការអយុត្តិធម៌នៅក្នុងសម័យបដិវត្តពណ៌តាំងពីឆ្នាំ 1962 រយៈពេល 16 ឆ្នាំនៅពេលនោះផងដែរលោកស៊ីជីនភីងក៏ត្រូវបានគេបញ្ជូនឲ្យទៅធ្វើការនៅតាមបណ្ដាខេត្តឆ្ងាយត្រូវបានគេប្រមាថមើលងាយរិះគន់ជាសាធារណៈដោយសារតែរឿងអយុត្តិធម៌របស់ឪពុកលោកការអប់រំលោកបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យស៊ីងហួរនិងលោកទទួលបានបណ្ឌិតផ្នែកច្បាប់ផងដែរលោកស៊ីជីនភីងបានកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីសប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនដែលបានកំពុងដឹកនាំប្រទេសមួយនេះឲ្យក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចនិងល្បីល្បាញទូទាំងពិភពលោកកាលពីឆ្នាំ 2018 ទស្សនាវដ្តី Fox បានចាត់ថ្នាក់មេដឹកនាំកម្ពុជាចិនរូបនេះថាជាមនុស្សមានអំណាចនិងមានឥទ្ធិពលជាងគេបំផុតនៅលើពិភពលោកទម្លាក់លោក Vladimir Putin ដែលធ្លាប់មានឈ្មោះជាមេដឹកនាំខ្លាំងរយៈពេល 5 ឆ្នាំជាប់គ្នាទស្សនវិស័យរបស់លោកស៊ីលោកតែងតែនិយាយថាពេលទទួលបានតំណែងនៅតំបន់មួយយើងត្រូវតែផ្ដល់សុភមង្គលឲ្យទៅតំបន់នោះត្រូវស្រឡាញ់ប្រជាជនដូចជាឪពុកម្ដាយរបស់ខ្លួនជានិច្ចកាលលោកតែងតែចាត់ទុកក្តីសុបិនរបស់ប្រជាពលរដ្ឋគឺជាក្តីសុបិនរបស់លោក